ក្រុងគីវលេងវិញហើយអ៊ុយក្រែនបានប្រកាសថាខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងចំនួន2កន្លែងនៅក្នុងប្រតិបត្តិការវាយប្រហារជាច្រើនលើកចូលទៅក្នុងទឹកដីរុស្ស៊ីយ៉ាងជ្រៅគណៈទូកល្បាតនិងនាវាផ្សេងទៀតរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅក៏ត្រូវបានវាយប្រហារផងដែរលោកប្រធានាធិបតី Zelensky បានមានប្រសាសន៍ថារោងចក្រចម្រាញ់ប្រេងដែលមានឈ្មោះថា Batnis Novel និងមានឈ្មោះថា Slonis Yanos របស់រុស្ស៊ីត្រូវបានវាយប្រហារនៅក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលពីប្រេងដែលទីក្រុងម៉ូស្គូប្រើប្រាស់ដើម្បីបំពេញដល់សង្គ្រាមរបស់ខ្លួនលោក Zelensky បានបន្ថែមថារោងចក្រចម្រាញ់ប្រេងខាងលើនៅក្នុងសាធារណរដ្ឋ Baskotostan របស់រុស្ស៊ីដែលរងការវាយប្រហារនោះគឺស្ថិតនៅក្នុងចម្ងាយប្រហែលជា 1300 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនចំណែករោងចក្រមួយទៀតដែលមានឈ្មោះថា Yano វិញគឺស្ថិតនៅចម្ងាយប្រហែលជា700 គីឡូម៉ែត្រហើយក្រៅពីនេះក៏មានការវាយប្រហារលើទូកល្បាតយោធាចំនួន2គ្រឿងនិងនាវាដែលស្ថិតនៅក្នុងក្រុមនាវាដឹកជញ្ជូនសម្ងាត់ដែលរុស្ស៊ីប្រើប្រាស់ដើម្បីនាំចេញប្រេងដែលខុសច្បាប់ផងដែរគណៈប្រេងទាំងនោះកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មលោកប្រធានាធិបតី Zelensky បានបញ្ជាក់ថារុស្ស៊ីត្រូវតែជ្រើសរើសយកសន្តិភាពដោយលោកបន្ថែមថាការវាយប្រហាររបស់អ៊ុយក្រែនគឺកំពុងតែបង្កើនឱកាសសម្រាប់ដំណោះស្រាយផ្លូវការទូតទន្ទឹមគ្នានោះអ៊ុយក្រែនក៏បានរាយការណ៍ថាមានមនុស្សយ៉ាងហោចណាស់11នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារសងសឹកពីរុស្ស៊ីផងដែរហើយទីក្រុង Kherson នៃភាគខាងត្បូងបានជួបប្រទះការដាច់ចរន្តអគ្គិសនីទាំងស្រុងរីឯភាគីរុស្ស៊ីបានអះអាងថាខ្លួនបានកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈថាមពលនិងការដឹកជញ្ជូនរបស់អ៊ុយក្រែនដើម្បីជាការសងសឹក